សាកយកតរ៉ែនមកដុតជាមួយនឹងមាន់ណាអូរសជាតិឆ្ងាញ់ប្លែកមែនសាច់តរ៉ែនឡងផុសឈ្ងុយឆ្ងាញ់ជាងតរ៉ែនទុំទៀតបើដឹងថាវាឆ្ងាញ់អញ្ចឹងធ្វើតាំងពីឆ្នាំមុនបើថារបៀបធ្វើវិញដូចតែយើងធ្វើមាន់ទូទៅទេប៉ុន្តែគ្រាន់តែថាបើយកតរ៉ែនធំមកធ្វើអត់ត្រូវទេបងប្អូនបានតែតរ៉ែនចាស់ឬមួយក៏តរ៉ែនខ្ចីតោះមើលពីវិធីធ្វើរបស់យើងរៀបចំគ្រឿងក្រៅមកមានកន្លក្រៃម្ទេសខ្ទឹមសខ្ទឹមក្រហមហើយមាន់នេះយើងមកដល់យើងប្រឡាក់វាជាមួយនឹងគ្រឿងក្រៅនឹងតិចមកទឹកប្រឡាក់សាច់ខុនហើយទឹកស៊ីអ៊ីវខ្មៅបន្តិចយកពណ៌មាន់ឲ្យក្រហមស្អាតមុខនេះយើងចង់ធ្វើរបៀបថាយកមាន់ទៅបំពងចាំដុតក៏បានឬមួយក៏ដុតទាំងស្រស់អញ្ចឹងហ្មងក៏បានយើងដាក់ជាមួយនឹងសាច់ដូងហើយទឹកដូងធ្វើអញ្ចឹងមាន់របស់យើងរត់ទៅឈ្ងុយយើងអប់គ្រឿងដាក់បាតឆ្នាំងមកតម្លាក់មាន់ចូលត្រែននៅខាងលើបន្ទាប់មកយើងចាក់ទឹកដូង3ផ្លែចូលទៅទាំងអស់កុំភ្លេចឲ្យសោះស្រោចជាមួយនឹងទឹកប្រឡាក់សាច់ខុនដើម្បីឲ្យមាន់ដុតរបស់យើងមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់ទឹកប្រឡាក់សាច់ម្ដបនេះហើយយើងអាចដុតមាន់បានរហូតដល់8ក្បាលបើប្រឡាក់សាច់វិញមកគ្រប់ប្រភេទប្រឡាក់សាច់បានរហូតដល់3ទៅ4គីឡូតាមរសជាតិស្រាលដិតបងប្អូនចង់ប្រសាយកទៅឆាម្ហូបឆាសាច់ឆាបន្លែបានគ្រប់មុខឆាម្ដបនឹងបានរហូតដល់20ចានបងប្អូនយកគ្រឿងខុនជាឈុតហ្មងចំណេញយើងថែមអំបិលម្រេចឲ្យមួយមើលមាន់របស់យើងវិញយើងដុតរយៈពេល40នាទីឆ្អិនមកល្មមឆ្ងាញ់ហើយរបៀបថាសាច់មាន់ទៅទុនមានជាតិសំណើមសាច់ថរ៉ែនវិញយើងដកចេញតាំងពី20នាទីមុនប៉ុណ្ណឹងវាឆ្អិនមកល្មមឆ្ងាញ់ហើយនិយាយថាយើងញ៉ាំបានទាំងគ្រាប់ទាំងសាច់ហ្មងណាបងប្អូនសាច់វាផុសឈ្ងុយល្អខ្លាំងមែនតើដាក់ជាមួយមាន់ត្រូវគ្នាបដ ாய் បានសាកធ្វើកុំភ្លេចប្រាប់វិញផងខតាមម៉ែឆ្ងាញ់ណាស់នៅឃើញកាពីក្មេងអត់គាត់ខម្ដងណាបាយពីវិចារម្ដងរបៀបគាត់ធ្វើសាមញ្ញទេគាត់យកម្រេចគ្រាប់របស់យើងហ្នឹងបុករៀងបាយតិចហើយដាក់ខ្ទឹមសខ្ទឹមក្រហមបុករៀងបាយដូចគ្នាហើយក៏ដួសគ្រឿងនឹងពាក់កណ្ដាលជាមួយនឹងគ្រឿងទេសផ្សេងៗហ្នឹងច្របល់ប្រឡាក់ជាមួយនឹងជើងជ្រូកបន្ទាប់មកកន្លោយស្ករហើយយកគ្រឿងដែលនៅសល់ពាក់កណ្ដាលទៀតហ្នឹងមកកូរចូលគ្នាឲ្យឡើងឈ្ងុយសម្រាប់ខរបស់យើងនេះវិញយើងប្រើតែជាមួយទឹកប្រឡាក់សាច់ខុនថែមស្ករបន្តិចឲ្យបងប្អូនពណ៌ខស្អាតរសជាតិឆ្ងាញ់ដល់បាយហត់ថែមថយគ្រឿងក្រៅច្រើនទេទឹកប្រឡាក់សាច់ខុនធ្វើម្ហូបបានគ្រប់មុខជួយញ៉ាំពោះវៀនជូរប៉ុន្តែខ្ជិលធ្វើឲ្យវាអស់ក្លិនងាស់ប្រើពេលយូរត្រឹមតែពោះវៀនធំរបស់យើងផុយថ្ងៃនេះយើងមកធ្វើពោះវៀនស្ងោរស្រោចទឹកកាពិសម្រាប់វិធីធ្វើវិញណាងាយស្រួលក្នុងការលាងសម្អាតហើយងាស់ត្រឹមតែ30ទៅ40នាទីទេពោះវៀនរបស់យើងថាផុយល្អតែម្ដងជាដំបូងយើងប្រឡាក់វាជាមួយម្សៅឆាអំបិលផ្អាប់ទុក10នាទីហើយចាំយកមកលាងទឹកចេញសម្រាប់វិធីធ្វើឲ្យពោះវៀនជ្រូករបស់យើងផុយលឿនវិញគឺយើងប្រើផ្លែម្នាស់ពោះវៀន2គីឡូប្រើ4ចំណិតទៅហើយសូដាម្ដងត្រាំជាមួយទឹកកកហើយម្នាស់នេះចាំបាច់ពុះទឹកវាត្រាំប្រហែលជាកន្លះម៉ោងយកទៅលាងទឹកចេញឲ្យស្អាតហើយសំយកមកស្ងោរបន្ថែមម្នាស់2ចំណិតទៀតទៅដើម្បីឲ្យវាកាន់តែផុយលឿនហើយបងប្អូនបងគ្រឿងស្រាលទៅបានហើយបើថាចង់បន្ថែមសក្អូបជាមួយនឹងគ្រាប់ពីរមុខនេះគឺរត់តែឈ្ងុយបន្ថែមក្លិនទាំងអស់នឹងក្នុងពោះវៀនស្ងោរអញ្ចឹងគឺថាឈ្ងុយហ៎បងប្អូនយើងស្ងោររយៈពេល30ទៅ40នាទីទេពោះវៀនជ្រូករបស់យើងផុយមកល្មមឆ្ងាញ់តែម្ដងវាអត់ផុយខ្លាំងពេកទេវាសំខាន់មួយនៅពេលដែលយើងត្រាំវាជាមួយនឹងម្នាស់ហើយបើសិនជាបងប្អូនលាងអត់ស្អាតទេស្ងោរទៅផុយអត់ឆ្ងាញ់ទេអញ្ចឹងតែយើងលាងកន្លែងហ្នឹងឲ្យស្អាតត្រង់ចំណុចហ្នឹងបងប្អូនបានពោះវៀនជ្រូករបស់យើងវាផុយមកល្មមឆ្ងាញ់វាអត់ផុយបានគ្រឿងក្នុងស្ងោរប៉ុណ្ណេះហើយដាក់ជាមួយនឹងទឹកកាពិតៅហ៊ូខូនបងប្អូនបាយហត់ថែមថយគ្រឿងក្រៅអីច្រើនទេថែមតែម្ទេសខ្ទឹមគុយឆ្មាជ្រលក់ញ៉ាំបានជាការស្រេចទឹកជ្រលក់មួយនេះហើយញ៉ាំជាមួយសាច់អាំងប្រភេទសាច់ស្ងោរត្រូវខ្លាំងហ្មងឆ្ងាញ់ណាស់ទឹកត្រីបុកនិងម្ទេសឆាបកាយកធ្វើទឹកជ្រលក់ពេលណាក៏បានដែរព្រោះគ្រឿងរបស់យើងមានតែជាឈុតតែម្ដងមានគ្រឿងខុននៅផ្ទះបងប្អូនងាយស្រួលក្នុងការចម្អិនម្ហូបឬមួយក៏យើងចង់មានកម្មវិធីតូចធំញ៉ាំសាច់អាំងគោឡើងភ្នំនៅផ្ទះធម្មតាគឺថាស្រួលមែនតើបងប្អូនយកគ្រឿងអស់30យើងថែមទឹកកាពិតៅហ៊ូឆ្ងាញ់ឲ្យម្ដង